ពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យហ៊ុនសែនប្រម៉ោយស្ថិតនៅក្នុងស្រុកវាលវែងនៅព្រឹកថ្ងៃសៅរ៍ទី17ខែឧសភាឆ្នាំ2025នេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យហ៊ុនសែនប្រម៉ោយស្ថិតនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ឯកឧត្តមខួយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានថ្លែងថាវិទ្យាល័យហ៊ុនសែនប្រម៉ោយគឺជាវិទ្យាល័យតែមួយគត់នៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់គឺដំបូងវិទ្យាល័យនេះជាអនុវិទ្យាល័យប្រម៉ោយត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ2003មានអគារសិក្សាមួយខ្នង5បន្ទប់និងបង្គន់អនាម័យចំនួន1ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍអាស៊ីមានគ្រូបង្រៀនចំនួន4នាក់និងបានទទួលសិស្សឲ្យចូលរៀនថ្នាក់ទី7ចំនួន43នាក់ស្រីចំនួន29នាក់ប៉ុណ្ណោះឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានបន្តថាដោយមានកំណើនសិស្សកើនឡើងក្នុងឆ្នាំសិក្សា2007-2008អនុវិទ្យាល័យប្រម៉ោយបានប្រែក្លាយទៅជាវិទ្យាល័យប្រម៉ោយនិងមានសិក្សានុសិស្សសរុបចំនួន223នាក់ស្រី88នាក់មានគ្រូបង្រៀនចំនួន9នាក់ដោយមើលឃើញពីទុក្ខលំបាករបស់គ្រូបង្រៀននិងសិក្សានុសិស្សដែលមានទីលំនៅឆ្ងាយពីវិទ្យាល័យហើយបានមកបង្រៀននិងសិក្សារៀនសូត្រនៅទីនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានផ្ដល់ជូននៅអគារស្នាក់នៅមួយខ្នងមាន5បន្ទប់បង្គន់អនាម័យ2ខ្នងមាន6បន្ទប់និងគ្រែចំនួន35គ្រែដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានបន្តទៀតថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការពេលនេះគឺជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជាបច្ចុប្បន្នជាប្រធានព្រឹទ្ធសភារួមមានអគារសិក្សាមួយខ្នងកម្ពស់3ជាន់ស្មើនឹង18បន្ទប់ទីចាត់ការមួយខ្នងមាន3បន្ទប់អន្តេវាសិកដ្ឋានមួយខ្នងកម្ពស់2ជាន់ស្មើនឹង20បន្ទប់ខ្លោងទ្វារ2ផ្លូវបេតុងប្រវែង2640ម៉ែត្ររបងព័ទ្ធជុំវិញប្រវែង1350ម៉ែត្រទីលានបាល់បោះ1ទីលានបាល់ទះ1និងដងទង់ជាតិ1សាងសង់លើផ្ទៃដីទំហំ88,404 ម៉ែត្រការ៉េនិងសមិទ្ធផលផ្សេងទៀតសមិទ្ធផលទាំងអស់នេះគឺបានកើតឡើងនៅពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ55ដែលតភ្ជាប់ពីខេត្តពោធិ៍សាត់ទៅប្រទេសថៃតាមច្រកព្រំដែនថ្មដានិងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ10ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តកោះកុងដោយឆ្លងកាត់តាមខេត្តពោធិ៍សាត់